ថ្ងៃនេះបានថៃកេះតលេសសបងប្អូននៃចិត្ត4គីឡូខែនេះសម្បូរត្រីមែនតើខ្ញុំជារៀងរាល់ឆ្នាំខែហ្នឹងជាខែដែលសម្បូរត្រីជាងគេហើយថៃកេះត្រីអីនេះខ្ញុំអាចនិយាយបានថាយើងចាប់ចូលវិជាប្រភេទត្រីដែលមានតម្លៃរៀងថ្លៃគួរសមអីចឹងដែរណាបើទិញត្រីកេះ1គីឡូហើយស្មើទិញសាច់គោ1គីឡូដែរហើយសាច់គោញ៉ាំទៅអត់ឆ្អឹងទេតែត្រីកេះមានឆ្អឹងបងប្អូនបណ្ដែតត្រីយើងញ៉ាំត្រីច្រើនវីតាមីនវាច្រើនហើយវាមិនសូវមានផលប៉ះពាល់ឲ្យដូចយើងហូបសាច់អីចឹងទៅហើយល្អត្រីកេះនេះបងប្អូនខ្ញុំទិញមកប្រហែលជា6-7ត្រីឯង1គីឡូវារៀងធំដែរចឹងណាចាហើយខ្ញុំឆ្កូតខ្លះទៅខ្ញុំទុកអាធំធ្វើ4នេះទុកជៀនជួនពេលល្ងាចឡើងចឹងណាហើយក្រៅពីហ្នឹងប្រឡាក់ទាំងអស់ទុកប្រឡាក់ហើយប្រឡាក់ដាក់ចូលក្នុងទូទុក1ថ្ងៃឬក៏2ថ្ងៃអង្គុយចាំមើលថ្ងៃណាមេឃបើកថ្ងៃបងប្អូនបើមេឃភ្លៀងរាល់ថ្ងៃចឹងហើយខ្ញុំប្រឡាក់ហ្នឹងខុសគេដាក់ទឹកតែសារខ្ញុំចង់ឲ្យត្រីហ្នឹងវាចូលជាតិទាំងអស់ពេលដែលយើងដាក់ចូលក្នុងប្រអប់ទៅត្រីវាលិចទឹកទាំងអស់ចឹងណាចាឥឡូវហើយមកដល់វគ្គជៀនជួនរបស់យើងហើយត្រីកេះស្រស់ថ្មីត្រីធំបងប្អូនបាទនេះធំនេះខ្ញុំជំរើសវាដាច់តម្លៃ4ត្រីហ្នឹងគឺ1គីឡូអញ្ចឹងត្រីហ្នឹងធំហើយខ្ញុំដាក់ខ្លាញ់មកជៀនត្រីរបស់យើងមកហើយខ្ញីបានខ្ចីល្អទៀតខ្ញីបងប្អូនអ្នកខាងស្រុកទលេគាត់ដាំគាត់យកមកលក់ល្អហើយម៉ាក់គាត់ជួយចិត្តឲ្យខ្ញុំថាមិនបាច់ចិត្តច្វាមូទូពេកទេចិត្តមកល្មមអញ្ចឹងហើយប៉ុណ្ណឹងពេលយើងយកទៅដាក់ឆាទៅនិយាយពីរសជាតិរបស់គេនៅឈប់ឆ្ងាញ់អញ្ចឹងទៅតែបងប្អូនខ្លះគាត់ខ្ញីគាត់ជួយចិត្តយកទៅពពងមុនឲ្យវារៀងទុនឡើងព្រោះរៀងទឹកមាសអីចឹងប៉ុន្តែសម្រាប់ខ្ញុំពេលខ្ញុំយកខ្ញីមកជៀនជួនរបៀបធ្វើវាខុសគ្នាចឹងទៅបងប្អូនចាហើយយើងដាក់ត្រីជៀនហើយប្រែឡើងចឹងខ្ញុំឆ្ងល់ពីមុនកាលនៅក្មេងចេះតែឆ្ងល់ម៉ាក់ខ្ញុំពេលដែលជៀនត្រីមិនបានចូលចិត្តវិលខ្ទះទៅលិចទឹកកើតទៅជើងទៅត្បូងដល់ទៅពេលចេះធ្វើម្ហូបខ្លួនឯងបានដឹងថាតតែបវលឲ្យវាឆ្អិនសពគ្រប់បែបយ៉ាងទាំងអស់គ្រប់ខាងគៀននេះក្បាលខាងឆ្វេងខាងស្ដាំមុខក្រោយអីចឹងទៅបានយើងប្រែមកវាស្រួលវាអត់បែកសាច់ត្រីអីចឹងទៅដូចបងប្អូនឃើញក្នុងរូបភាពចឹងឃើញពេលយើងបវលវាឆ្អិនអស់ហើយចឹងសាច់ត្រីរបស់យើងពេលជៀនមកមកចាហៀងយើងប្រែវាចឹងទៅហើយមកចាហៀងទៀតយើងប្រែវាឲ្យស្រួលមកត្រីយើងអត់បែកទេបងប្អូនហើយខ្លាញ់សល់ជាប់ផ្ទះបន្តិចហ្នឹងចាំបាច់លេខលោកអីច្រើននេះដាក់ខ្លាញ់ចូលដាក់ខ្ញីមកម្លេងទុកមកស្ទុះទៅដាក់ខ្ញីហ្នឹងយើងមកអស់វាប្រហែលជា5ទៅ10នាទីដើម្បីឲ្យខ្ញីហ្នឹងវារៀងទន់ល្អយើងចាប់ផ្ដើមដាក់តែម្សៅស៊ុបបន្តិចប៊ីចេងបន្តិចមកហើយដាក់សៀងមកកុំដាក់ស្ករបងប្អូនព្រោះដោយសារខ្ញុំប្រើស្ករខ្ញុំប្រើសៀងផ្អែមតែបងប្អូនទិញសៀងប្រៃអាហ្នឹងចាំប្រើស្ករស៊ីភាគច្រើនគេយកមកឆាជៀនជួនអញ្ចឹងគេដាក់តែសៀងផ្អែមទេហើយបើសិនជាបងប្អូនខ្លះគាត់ធ្វើវិធីមួយបែបទៀតគាត់មានច្រាមសាច់ជ្រូកដាក់លាយចូលអីចឹងទៅដើម្បីឲ្យរសជាតិហ្នឹងកាន់តែឆ្ងាញ់អីលើសពីហ្នឹងទៀតទៅប៉ុន្តែដោយសារខ្ញុំអត់ចង់ញ៉ៃច្រើនទេទៅចុងភៅហ្នឹងរៀងខ្ជិលដែរអញ្ចឹងកាត់មកយើងដាក់តែខ្ញីសៀងហើយជាមួយនឹងត្រីកេះរបស់យើងអញ្ចឹងមករួចរាល់ហើយបាទឃើញឯងបងប្អូនឡើងតំណងឆ្ងាញ់ហ្មងណាហើយកូនខ្ញុំនេះទៅបាយសូបទឹកណាវិញគេអត់ចេះខ្ញីបងប្អូនតែគេចេះត្រីហ្នឹងគេថាគេញ៉ាំត្រីហ្នឹងជាមួយបាយសូបទឹកអីចឹងទៅហើយប៉ាម៉ាក់ខ្ញុំអីគ្រូសាខ្ញុំក៏សិតអ្នកចូលចិត្តហូបត្រីទាំងអស់គ្នាឥឡូវមកហូបរបស់យើងហ្នឹងហូបបាយរួចរាល់អស់ចាប់ផ្ដើមមកធ្វើតែខ្ញីមានក្រួយលឿងយើងដាក់លាយចូលគ្នាហើយចាក់ទឹកឃ្មុំឃើញគេធ្វើដែរបងប្អូនហើយក៏ចង់ធ្វើតាមគេថាហូបទៅយើងចុះជាតិខ្លាញ់ចុះជួយសម្រក់ក្បាលពោះអីចឹងហើយក៏ធ្វើហូបតាមគេទៅហើយក៏ធ្វើសាកមើលចាំមើលហូបតាមគេតាមឯងមួយខែមើលចាំមើលយើងស្រកគីឡូឬក៏ស្រកក្បាលពោះដូចគេនិយាយអត់ចឹងណា
ហើយយាយនេះបងប្អូនធ្វើរួចហើយសាក់មកកូនកន្លោសិនហើយសល់ពេលទៅនេះមកលេងអីមួយកូនទៅយើងកើតមនោសញ្ចេតនាអីជាមួយកូនខ្លះចឹងទៅវីដេអូនេះខ្ញុំដល់ទីបញ្ចប់ហើយអរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានទស្សនាវីដេអូពីដើមរហូតដល់ចប់ជំរាបលាបាយបាយ